ការកែតម្រង់របស់រាជរដ្ឋាភិបាលកំពុងដំណើរការទៅយ៉ាងសកម្មហើយវាបានផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ វេទិកាថ្ងៃនេះសម្រាប់ខ្ញុំគឺពេញចិត្តហើយសប្បាយចិត្ត ជារឿងដែលយើងត្រូវបង្ហាញជូនហើយនឹងជាផ្នែកមួយនៃការបង្កើនការជឿទុកចិត្តពីប្រជាពលរដ្ឋហើយនិងស្ថាប័នពាក់ព័ន្ធមកលើការដឹកនាំអនុវត្តការងាររៀបចំដោយក្រសួងមុខងារសាធារណៈ នៅក្នុងខ្លឹមសារខ្ញុំគិតថាសំខាន់ខ្លាំងមែនទែនតែម្ដងហើយមានលក្ខណៈគ្រប់ជ្រុងជ្រោយវាគ្មិនទាំង4ហ្នឹងគាត់មកបង្គ្រប់គ្នាទាំងអស់នៅគ្រប់រូបភាពកំណែតម្រង់ក្រសួងមុខងារសាធារណៈនៅថ្ងៃទី3ខែមេសាឆ្នាំ2026បានរៀបចំវេទិកាកែតម្រង់ស្ដីពីការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈនៅសាលាភូមិន្ទរដ្ឋបាលក្របអធិបតីភាពអាដាមហ៊ុនម៉ាណីឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាអនុប្រធានប្រចាំការនៃកូបូរ៉ូរួមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័នតំណាងស្ថានទូតប្រចាំនៅកម្ពុជាអង្គការសង្គមស៊ីវិលដៃគូអភិវឌ្ឍសាកលវិទ្យាល័យគ្រឹះស្ថានសិក្សានិងសាធារណជនព្រមទាំងរក្សាព័ត៌មានជាច្រើនរូប ចូលលើមូលដ្ឋាននៃវឌ្ឍនភាពនៃការអនុវត្តទើបវេទិកាកែតម្រង់ត្រូវបានរៀបចំឡើងនាថ្ងៃនេះដោយមានគោលបំណងដើម្បីទី1បង្ហាញនិងផ្ដល់ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយដល់សាធារណជនអ្នកស្រាវជ្រាវអ្នកជំនាញឯកទេសអង្គការសង្គមស៊ីវិលវិស័យឯកជនដៃគូអភិវឌ្ឍនិងសាកលវិទ្យាល័យនានាទី2ផ្សព្វផ្សាយអំពីសមិទ្ធផលនៃការកែតម្រង់អភិបាលកិច្ចរបស់រាជរដ្ឋាភិបាលជាក់ស្ដែងអំពីអ្វីដែលរាជរដ្ឋាភិបាលបានអនុវត្តសម្រាប់បាននាពេលកន្លងមកនិងអ្វីដែលរាជរដ្ឋាភិបាលបាននឹងកំពុងបន្តអនុវត្តហើយទី3បង្កើតជាវេទិកាដែលអាចនិយាយបានថា two way communication ក្នុងការផ្ដល់ព័ត៌មានផងទៅលើអ្វីដែលជាកិច្ចការងារដែលយើងកំពុងបានសម្រេចកន្លងមកនិងអនុវត្តហើយនឹងទទួលនៃធាតុចូលមតិយោបល់ទៅលើកិច្ចការងារដែលយើងបានអនុវត្តកន្លងមក រាជរដ្ឋាភិបាលបានកំពុងបន្តធ្វើការកែតម្រង់រដ្ឋបាលឲ្យកាន់តែស៊ីជម្រៅទូលំទូលាយមានភាពស៊ីចង្វាក់គ្នាប្រតិករឡាគ្នានិងគាំទ្រគ្នាលើការដ្ឋានកែតម្រង់ស្នូលផ្នែកអភិបាលកិច្ច វេទិកានេះគឺផ្ដល់នូវពុទ្ធិចំណេះដឹងច្រើនសម្រាប់មន្ត្រីរាជការស៊ីវិលក៏ដូចជាប្រជាពលរដ្ឋទូទៅដែលលោកតាមដានទៅលើកម្មវិធីបរដ្ឋាភិបាលក្នុងការដឹកនាំចាត់ចែងជាពិសេសគឺពាក់ព័ន្ធទៅលើការផ្ដល់សេវាសាធារណៈនេះ ដូច្នេះយើងនិយាយមួយម៉ាត់ទៅខ្ញុំគិតថាជឿលឿនទៅមុខច្រើនមែនទែនបាទគ្រប់ការដ្ឋានទាំងអស់ណាបាទគ្រាន់តែថាតាមដែលខ្ញុំអារម្មណ៍ដែលខ្ញុំបានទទួលព្រឹកមិញស្ដាប់មកប្រហែលម៉ោងហ្នឹងគឺនៅវែងឆ្ងាយព្រោះជារឿងសាំញ៉ាំជារឿងលំបាកទាំងទស្សនវិជ្ជានយោបាយទាំងទស្សនវិជ្ជាបច្ចេកទេសហើយការរំពឹងរបស់ប្រជាពលរដ្ឋគឺអត់មានពេលវែងឆ្ងាយគាត់ចង់រំពឹងឲ្យឃើញក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់ហ្នឹងឲ្យគាត់ឃើញថាកំណែតម្រង់ហ្នឹងគឺកែមែនសម្រាប់ជីវិតរបស់គាត់អាហ្នឹងដែលគម្លាតដែលខ្ញុំនៅបារម្ភណាបាទដូច្នេះរាជរដ្ឋាភិបាលជាពិសេសក្រសួងមុខងារសាធារណៈហ្នឹងមានតួនាទីធំណាស់ដើម្បីបន្ថយគម្លាតហ្នឹងបាទឲ្យប្រជាពលរដ្ឋហ្នឹងគាត់ឃើញច្បាស់ហ្មងថាកំណែតម្រង់ហ្នឹងចេញលទ្ធផលជាក់ស្ដែងក្នុងជីវិតប្រចាំថ្ងៃរបស់គាត់ ពាក់ព័ន្ធជាមួយសុខភាពនិយមរបស់ខ្ញុំគឺខ្ញុំឃើញថាឥឡូវយើងកំពុងតែធ្វើការកែតម្រង់ហើយការកែតម្រង់របស់យើងនៅពេលនេះមិនមែនគ្រាន់តែនៅលើជាឯកសារគោលនយោបាយដូចជាបង្ហាញពីយុទ្ធសាស្ត្របញ្ចកោណអីឬក៏គោលនយោបាយក្របខ័ណ្ឌកម្រិតជាតិនោះទេប៉ុន្តែយើងកំពុងតែ transform គោលនយោបាយនោះមកឲ្យคล้ายជាការដែលជា real action មានន័យថាជាសកម្មភាពពិតប្រាកដចុះខ្ញុំយល់ឃើញថាខ្ញុំមានសេចក្តីរីករាយដោយឃើញថាសកម្មភាពទាំងអស់ដែលយើងតែងតែសរសេរនៅលើกระดาษហ្នឹងបានយកមករៀបចំទៅជាការពិតបណ្ដាលហើយយើងឃើញថាមានការតាមដានត្រួតពិនិត្យពីតម្លៃជាក់ស្ដែងហើយវេទិកានេះក៏ជាឆ្លើយតបមែនទែនទៅលើថាតើអ្វីដែលបានកំពុងធ្វើនោះគឺជាការពេញចិត្តពីមហាជនឬក៏សាធារណជនក្នុងកម្រិតមួយដែរឬទេ ក្នុងវេទិកានេះថ្នាក់ដឹកនាំជាន់ខ្ពស់ដែលជាវាគ្មិនមកពីការដ្ឋានកែតម្រង់កន្លឹះរបស់រាជរដ្ឋាភិបាលបានធ្វើបទបង្ហាញពីវឌ្ឍនភាពបញ្ហាប្រឈមនិងទិសដៅការងារអត្ថិភាពដែលនឹងត្រូវអនុវត្តបន្ត ការកែតម្រង់នេះរបស់រដ្ឋាភិបាលយើងនេះគឺបានជួយផលប្រយោជន៍ជាច្រើនទៅដល់សង្គមយើងជាពិសេសក្នុងស្ថាប័នរដ្ឋយើងដូចជាក្នុងការរៀបចំជ្រើសរើសមន្ត្រីដើម្បីបំពេញការងារជួយពង្រឹងសមត្ថភាពរបស់អង្គភាព
ស្ថាប័ននីមួយៗឲ្យកាន់តែយល់ច្បាស់អំពីទូនាទីភារកិច្ចរបស់ខ្លួនហើយតាមគ្នានឹងដែរគឺក៏បានជួយបង្រឹងឲ្យអង្គភាពនីមួយៗហ្នឹងបំពេញការងារឲ្យប្រកបដោយប្រសិទ្ធភាពនិងទទួលបានសមិទ្ធផលល្អស្របតាមអ្វីដែលជាផែនការយុទ្ធសាស្ត្របញ្ញកោណរបស់រាជរដ្ឋាភិបាលយើងនឹងដែរបាទហើយផលប្រយោជន៍ផ្សេងទៀតដែលយើងមើលឃើញគឺមិនត្រឹមតែក្នុងអង្គភាពស្ថាប័នរាជរដ្ឋាភិបាលយើងទេយើងឃើញថាវាបានផលប្រយោជន៍ទៅដល់ថ្នាក់ក្រោមជាតិនិងប្រជាជនផងដែរជាពិសេសអ្វីដែលយើងឃើញជាក់ស្ដែងនេះគឺការជួយបំពេញបន្ថែមគឺការធ្វើឲ្យសេវាសាធារណៈកាន់តែប្រសើរជួយដល់ប្រជាជនក្នុងការទទួលបានផលប្រយោជន៍ពីសាធារណៈហើយតាមគ្នានឹងដែរនៅពេលដែលការបំពេញសេវានឹងបានល្អធ្វើឲ្យការងាររបស់សង្គមមូលដ្ឋានយើងក៏វាអភិវឌ្ឍទៅតាមនឹងដែរបាទរាជរដ្ឋាភិបាលនីតិកាលកន្លងមកនិងជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំដ៏វាងវៃស្វាហាប់និងមានចក្ខុវិស័យវែងឆ្ងាយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើនគួរជាទីមោទនៈរួមចំណែកដល់ការពង្រឹងនិងលើកកម្ពស់គុណភាពស្ថាប័នសាធារណៈព្រមទាំងប្រព័ន្ធអភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈឲ្យកាន់តែប្រសើរឡើងថែមទៀត